បាទបងប្អូនអានេះខ្ញុំតែងតែមកបង្រៀនចិត្តខ្លួនឯងហ្នឹងឲ្យមានមេត្តាជាពិសេសមានសត្វព្រាបហ្នឹងសត្វត្រីដែលខ្ញុំច្រើនតែមើលធ្វើមេត្តាដោយឲ្យទានបង្រៀនចិត្តខ្លួនឯងឲ្យមានមេត្តាអញ្ចឹងទៅណាកុំឲ្យវាកោងកាចពូកោងកាចខូខើនោះវាជាបាបវានាំយើងធ្លាក់នរកអញ្ចឹងណាអញ្ចឹងយើងបរៀនដោយមេត្តាអញ្ចឹងសត្វព្រាបហ្នឹងខ្ញុំតែងតែដាក់អង្គឲ្យបាយឲ្យអញ្ចឹងទៅហើយដាក់បាយឲ្យត្រីអីចឹងទៅដើម្បីខ្ញុំធ្វើនៅកុសលប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំកុសលធ្វើចំពោះសត្វក៏ដោយធ្វើចំពោះមនុស្សក៏ដោយធ្វើចំពោះទេវតាក៏ដោយលុះណាតែយើងនឹងជាមនុស្សដែលមានសិលបរិសុទ្ធមានត្រៃសណគមទៅដាក់ជាមួយអីក៏បានដែរក៏មានអានុភាពខ្ពស់ក្រៃលែងកាត់ថ្លៃបំបានដូចគ្នាពេលយើងជួបទុកជួបលំបាកអីកុំទៅរកអីផ្ដេសផ្ដាស់ក្រំពីសាងកុសលឲ្យបានច្រើនកាលណាយើងជួបទុកជួបលំបាកមានតែយើងខ្សោយបុណ្យហើយចឹងបុណ្យហ្នឹងវាមានតែដោយលក្ខណៈសមាទិសិលហើយនឹងការឲ្យទានចឹងទៅណាងាយៗបាទសូមអរគុណច្រើន